ព្រឹកព្រលឹមឡើងមកកាត់ដើមសាឡាត់បារាំងយកទៅឲ្យមនស៊ីទេសាអីវាល្អខ្លាំងពេកបងប្អូនហើយក៏អត់ត្រូវការលោអីព្រោះកាត់ទៅឲ្យមនស៊ីណាមួយមនវាចិត្តស៊ីដែរហើយនិយាយពីថាដើមនឹងល្អណាបងប្អូនអើយឡើងវែងអាល័យហ្មងសាឡាត់បារាំងនេះផងដែរបងប្អូនអាចយកទៅធ្វើជាលក់បាញ់ឆាវនំបញ្ចុកឬក៏បងប្អូនអាចយកទៅស្ងោរជាមួយសាច់ជ្រូកស្លកូរស្លប្រហើរនិយាយថារសជាតិវាឈ្ងុយឆ្ងាញ់វាអត់ធំដូចស្លឹកបាសពេលយើងស្លទៅវារាងធំកពុលចំណោយស្លឹកនេះវាអត់មានធំកពុលអីទេបងប្អូនស្លឹកសាឡាត់បារាំងនេះខ្ញុំទៅស្គុនញ៉ាំបាញ់ឆាវក៏អ្នកលក់គេដាក់មកធ្វើជាលក់ឆ្ងាញ់ក៏យកតែមកទៅបងប្អូនយកមកដាំនិយាយថាបែកខ្នែងឡើងពេញឡើងស្នោនឹងបន្លែប្រភេទនេះគឺថាងាយស្រួលដាំហើយបើបងប្អូនទៅការស្លអាចមកបេះផ្ទះខ្ញុំបានបងប្អូនហើយវីដេអូនាងខ្ញុំក៏សូមបន្ទប់ចប់តែប៉ុណ្ណឹងបងប្អូន